share កាមេរ៉ាពីទូរស័ព្ទមួយទៅទូរស័ព្ទមួយទៀតនៅលើកម្មវិធី V308 Pro អញ្ចឹងជាដំបូងឡើយបងប្អូន download កម្មវិធី V308 Pro ដែលទូរស័ព្ទដែលបងប្អូនចង់ share អញ្ចឹងពេលដែលបងប្អូន download រួចហើយបងប្អូន connect កម្មវិធីខាងក្រោមបាទជាមួយ Gmail ក៏បានជាមួយ Facebook ក៏បាន ID Apple ក៏បានអញ្ចឹងកម្មវិធីខាងក្រោមនេះគឺបងប្អូន connect មួយណាក៏បានដែរបន្ទាប់មកបងប្អូនចុចពាក្យ confirm ខាងក្រោមមកបាទចុច I know បាទ add camera បាទបន្ទាប់មកបងប្អូនទៅយកទូរស័ព្ទដែលបងប្អូនជាប់ដំបូងគេបាទគឺបងប្អូនចុចអាកន្លែងចុច3ខាងលើមកចុចពាក្យ share ចុចពាក្យ alt control បាទចុច I know បាទបន្ទាប់មកគឺមាន QR code បាទបងប្អូនយកអាទូរស័ព្ទដែលយើងចង់ភ្ជាប់ហ្នឹងបាទចុចសញ្ញាលេខបូកមកបាទអញ្ចឹងវាមានទម្រង់ឲ្យយើង scan អញ្ចឹងបងប្អូនយកទូរស័ព្ទដែលបងប្អូនចង់ភ្ជាប់បាទយកមក scan លើ QR code កាមេរ៉ាដែលភ្ជាប់ដំបូងគេបាទពេលដែលយើង scan ហើយបងប្អូនរងចាំបន្តិចបាទឲ្យវាដើរដល់កន្លែងនេះគឺបងប្អូនជ្រើសរើសអក្សរខាងក្រោមមកបាទឈ្មោះទីតាំងកន្លែងកាមេរ៉ាណាតោះមកចុចអក្សរខាងក្រោមមកបាទអញ្ចឹងការភ្ជាប់នឹងទទួលបានភាពជោគជ័យអញ្ចឹងរបៀប share កាមេរ៉ាគឺទទួលបានភាពជោគជ័យបាទអញ្ចឹងគឺរបៀប share កាមេរ៉ាមានតែប៉ុណ្្នឹងទេ